Chạy xanh chứ ca cầm ngọt nhiều mà lấy bài chia áp tới tam một cô mà nè tại anh em xung chơi PA để em chơi chơi đúng bài chia chung mối năng bảo vệ sao to kêu này có chia để bạn sống kê về để nơi không feel mình nhưอยากไปปรามบ่มวยឆ្នាំចុងក្រោយអញ្ចឹងខ្ញុំគិតថាខ្ញុំមកកាន់ពេលខ្ញុំទៅតែស្គាល់ចិត្តជាអីទៅអញ្ចឹងពាក្យដែលយើងបើសិនជាយើងនិយាយពី technical terms ហ្នឹងពីពាក្យហ្នឹងហាក់បីដូចជាពាក្យថា secondary trauma ឬក៏យើងក៏ពាក្យថា vicarious trauma បងមកខ្មែរអាចនិយាយថាការប៉ះទង្គិចដោយប្រយោលអញ្ចឹងពាក្យថាដោយប្រយោលយើងជួបរឿងរ៉ាវដែលមិនជួបផ្ទាល់ទេប៉ុន្តែយើងឮឬក៏យើងក្រត់ឃើញតែវាអត់កើតឡើងលើយើងតែយើងមានផលរំខានណាមួយចាស់អត្តពលនៅលើយើងដែរអញ្ចឹងបើសិនយើងមើលទៅលើ burn out វិញឬក៏ពាក្យការនឿយណាយជាមួយនឹងការងារទីឡំជាមួយនឹងមានទាំងនិយាយទៅយើងអស់តែម្ដងថាមពលទាំងចិត្តទាំងកាយអាហ្នឹងតែជាវិបត្តិរបស់មួយទៀតដែលមានប្រហែលជាពាក់ព័ន្ធគ្នាច្រើនជាមួយនឹងទំហំការងារដែលកំពុងធ្វើប្រចាំថ្ងៃអញ្ចឹងពីហ្នឹងប្រហែលជាមាន overlap ទៅលើ symptom មួយចំនួនប៉ុន្តែដែលចំណុចខុសគ្នាគឺមួយមានពាក្យមួយម៉ាត់មានពាក្យថា trauma ឬក៏បទពិសោធន៍ប៉ះទង្គិចដល់ពេល burn out វិញគឺយើងនិយាយស្ដាប់មានរឿងច្រើនក្នុងពេលតែមួយហ្នឹងប្រហែលជាលើសពី resource ដែលបុគ្គលដែលគាត់កំពុងជួបស្ថានភាពហ្នឹងចឹងខ្ញុំបែរជាការកំណត់និយមនៃខ្ញុំមានពាក្យមួយមានពាក្យថាប៉ះទង្គិចមួយទៀតអត់មានជាលក្ខណៈរួមស្រាវជ្រាវចឹង